មនុស្សគ្រប់គ្នាតែងស្រមៃចង់បានទូរស័ព្ទដែលមានរូបរាងស្អាតអេក្រង់ធំថ្មធំកាមេរ៉ាថតរូបស្អាតជាមួយនឹងប្រព័ន្ធបត្តិបត្តិការដ៏រលូននិងសម្បូរទៅដោយបច្ចេកវិទ្យា AI ដ៏សម្បូរបែបតែស្ថិតក្នុងតម្លៃសមរម្យហើយនេះគឺជា Redmi A7 Pro ដែលមានតម្លៃត្រឹមតែ$119តែប៉ុណ្ណោះប៉ុន្តែ Xiaomi បានញាត់ជាមួយនឹងសមត្ថភាពដោយមិនគួរឲ្យជឿ Redmi A7 Pro វាមានអេក្រង់ទំហំ 6.9 អ៊ីងនិងល្បឿន refresh rate រហូតដល់ 120Hz ជាមួយនឹងកម្រិតពន្លឺ 800 nit វាអាចធ្វើឲ្យយើងមើលច្បាស់នៅពេលដែលយើងប្រើប្រាស់នៅពេលចំកម្ដៅថ្ងៃឬក៏មានពន្លឺព្រះអាទិត្យជះមកយ៉ាងណាក៏ដោយមិនតែប៉ុណ្ណោះអេក្រង់របស់វាក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Wet Touch Technology 2.0 ផងដែរដែលធ្វើឲ្យការប៉ះបញ្ជាបានយ៉ាងរលូនទោះបីដៃយើងសើមឬក៏អេក្រង់យើងត្រូវទឹកក៏ដោយបាននិយាយពីការរចនាប័ទ្មរូបរាងរបស់វាមានកម្រាស់ត្រឹមតែ 8.15 មីលីម៉ែត្រនិងទម្ងន់ 208 ក្រាមតែប៉ុណ្ណោះរូបរាងស្ដើងស្រាលប៉ុណ្ណេះប៉ុន្តែ Xiaomi ក៏មិនភ្លេចនៃការញាត់ថាមពលថ្មធំផងដែរវាបានបំពាក់មកជាមួយនឹងថាមពលថ្មធំរហូតដល់ 6000 មាលីអាំពែម៉ោងដែលអាចឲ្យយើងប្រើប្រាស់បានយូរជាង 2 ទៅ 3 ថ្ងៃមិនថាការប្រើប្រាស់ទូទៅលើការខលចូលការស្ដាប់តន្ត្រីនិងការចាក់វីដេអូផ្សេងៗប៉ុន្តែប៉ុណ្ណោះក្រុមហ៊ុន Xiaomi ក៏បានអាងធានាថាវាមានវដ្តជីវិតនៃការសាកថ្មបានរហូតដល់ 6 ឆ្នាំក៏សុខភាពថ្មរបស់វាក៏នៅតែល្អក្រឡេកមកមើលបន្ទះឈីបរបស់វាវិញវាប្រើប្រាស់ដោយប្រព័ន្ធពន្ធនាការ Unisoc T7250 និង CPU ចំនួន 8 គ្រាប់2គ្រាប់រត់ល្បឿន 1.8 GHz និង 6 គ្រាប់ទៀតរត់ល្បឿន 1.6 GHz វាមានអង្គចងចាំ RAM ទំហំ 4/4 GB ជាមួយនឹង Memory 128 GB ដូចនេះធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់បានកាន់តែរលូនបាននិយាយអំពីប្រព័ន្ធកាមេរ៉ាក្រោយរបស់វាវិញវាបំពាក់មកជាមួយនឹងកាមេរ៉ាគោលទំហំ 13 megapixel ដែលមាន sensor ធំនិងធ្វើឲ្យការផ្ដិតយករូបភាពបានច្បាស់និងមានពណ៌ដិតស្រស់ល្អមិនថាស្ថិតក្នុងកលៈទេសៈពេលវេលាណាក៏ដោយវាមានកាមេរ៉ាមុខទំហំ 8 megapixel និងមានកម្រិត aperture f2.0 ទំហំ 8 megapixel ក៏ពិតមែនប៉ុន្តែវាក៏បានបំពាក់មកជាមួយនឹងមុខងារថ្មីៗដែលធ្វើឲ្យការផ្ដិតយករូបភាពបានច្បាស់ល្អគួរសម Redmi A7 Pro វាបំពាក់មកជាមួយនឹងប្រព័ន្ធបត្តិការ Xiaomi HyperOS 3.0 ជាមួយនឹង Android 16ដែលជាប្រព័ន្ធបត្តិការចំនួនចុងក្រោយរបស់ Xiaomi អូខេសរុបមកវិញរូបរាងប្រណិតអេក្រង់ធំថាមពលថ្មធំដំណើរការដោយប្រព័ន្ធបត្តិការ Xiaomi HyperOS ចំនួនចុងក្រោយនិងបច្ចេកវិទ្យា AI ដ៏សម្បូរបែបតើអ្នកនរគ្នាគិតយ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផង